សមរភូមិមកវិញបញ្ឆោតពួកយើងចំតាក់មិនអីទេចូលទៅមើលសិនទៅនេះមិនមែនផ្លាក់មាសផ្លាក់ទ័ព9ក្រុងម្ចាស់ពូនទី4ផ្លាកទ័ពពិតជានៅក្នុងដៃឯងមែនបីដាមានព្រះរាជបញ្ជាឲ្យតាមរកផ្លាកទ័ពដែលបាត់មិននឹកស្មានថាឯងគឺជាអ្នកធ្វើសោះមិនចាំមកមិនចាំមានបន្ទូលច្រើនទេបានជាមានផុសតាំងទៅហើយពួកយើងធ្វើតាមព្រះរាជបញ្ជាទៅព្រះអង្គម្ចាស់លីងបានលួចផ្លាកទ័ពមានប្រតិក្បត់ទទួលព្រះរាជបញ្ជាពីព្រះអង្គចាប់ខ្លួនទៅវិញមកហ៊ានប្រឆាំងនឹងត្រូវសម្លាប់មុនទើបកាត់ទោសតាមក្រោយនេះគឺមានគេទម្លាក់កំហុសលើម្ចាស់បងទី4ច្បាស់ណាស់ផ្លាកបញ្ជានេះគឺពួកយើងរកឃើញនៅទីនេះពួកយើងស្មានថាជាផ្លាកមាសតែមិននឹកស្មានថាវាជាអន្ទាក់សោះបញ្ឆោតម្ចាស់បងទី4ថាទ្រង់ជាអ្នកលួចទៀតពួកយើងបានឃើញតែផ្ទាល់នឹងភ្នែករាជបញ្ជាព្រះបិតាក៏បានបញ្ជាក់ច្បាស់ដែរម្ចាស់បងទី9ស្ដេចឲ្យមន្ត្រីស្លាប់តើនឹងមានពាក្យអ្វីគួរនិយាយទៀតហ៎ឬក៏ជាអន្ទាក់ដែលបិតារៀបចំពេលនេះឯងទៅវិញទើបអាចមានផ្លូវបំបែកបានម្ចាស់បងទី11